ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមករៀនមេរៀនទី3បន្តទៀតចារបៀបគូអត់ខុសគ្នាពីមេរៀនទី1ទី2ទេដោយសារវាជាប្រភេទតែមួយគ្រាន់តែវាខុសទម្រង់រូបរាងខាងក្រៅហើយពណ៌វាគឺស្រដៀងគ្នាដែរហើយខ្ញុំសូមហៅវាថាប្រអប់ដោយសារវាងាយស្រួលស្ដាប់បន្ទាប់ពីយើងគូទម្រង់ខាងក្រៅរួចយើងចាប់ផ្ដើមផាត់សម្អល់ដូចមេរៀនមុនដែរយើងផាត់ដេញពីផ្ទៃងងឹតទៅហើយរបៀបផាត់គឺយើងអត់ផាត់ត្រង់ដូចប្រអប់4ជ្រុងទេដោយសារប្រអប់នេះវាមានរាងមូលអញ្ចឹងយើងផាត់ត្រេប្រឆិតតាមរូបរាងរបស់ទម្រង់ប្រអប់ហ្នឹងហើយបាតខាងលើនេះគឺយើងអត់ចាំបាច់ប្រើត្រេច្រើនទេយើងប្រើត្រឹមតែត្រេដេកមួយត្រេទៅក៏បានដែរដើម្បីឲ្យមើលទៅឃើញប្រអប់ហ្នឹងវារាបស្មើបើសិនជាបងប្អូនអត់ស្រឡាញ់របៀបគូដូចខ្ញុំបងប្អូនស្រឡាញ់របៀបគូត្រេបងប្អូនអាចគូដោយមិនចាំបាច់ញីសម្ងល់ក៏បានព្រមតែរបៀបគូវាខុសគ្នាតិចតួចរបៀបផាត់សម្មល់អត់មានកំណត់ថាយើងត្រូវផាត់ប៉ុន្មានតង់ទេឧទាហរណ៍ថាយើងផាត់2តង់ហើយ2តង់ហើយវានៅតែអត់ទាន់មានន័យថាយើងចង់ឲ្យវាមូលវាមើលទៅឃើញមូលប៉ុន្តែយើងផាត់ច្រើនតង់ហើយនៅតែអត់មូលទៀតយើងនៅតែអាចផាត់បានច្រើនតង់ទៀតប៉ុន្តែយើងគ្រាន់តែត្រូវចែកខ្មៅដៃឲ្យបានត្រឹមត្រូវដោយសារជួនកាលបើសិនជាយើងផាត់ប្រភេទ B ទៅខាងផ្នែកភ្លឺធ្វើឲ្យរូបយើងនឹងមើលទៅឃើញវាល្ងឹតតែមួយពណ៌វាអត់មានពន្លឺទោះបីជាយើងផាត់ស្រាដៃក៏ដោយក៏វាមើលទៅនៅតែឃើញស្អាប់វាអត់ភ្លឺទេហើយបើសិនជាយើងផាត់ជ្រុលកន្លែងណាខ្មៅជ្រុលយើងអាចប្រើដេកដកមកដកពណ៌វាខ្លះឲ្យមើលទៅវាឃើញពណ៌បណ្ដេញគ្នាតែវីដេអូនេះខ្ញុំអត់បានប្រាប់ពីរបៀបដកពណ៌ទេ
ចឹងយើងចាប់ផ្ដើមលំអិតវាពីផ្ទៃខាងលើមកយើងចាប់ជ្រុងកន្លែងណាដែលនៅចិត្តយើងអាចសកត់វាឲ្យរាងដិតហើយបដិញទៅស្រាបន្តិចរហូតដល់យើងមើលទៅមានអារម្មណ៍ថាអបហ្នឹងវាមានទម្រង់មូលវាមានកន្លែងចិត្តមានកន្លែងឆ្ងាយយើងកន្លែងឆ្ងាយយើងអត់អាចឲ្យវាដិតខ្លាំងទេហើយបានប្រអប់នេះយើងត្រូវសកត់វាឲ្យដិតចំកន្លែងជ្រុងដែលនៅចិត្តយើងជ្រុងខាងមុខប្រអប់ហ្នឹងយើងត្រូវសកត់ឲ្យរាងដិតជាងគេបន្តិចហើយមើលទៅវាឃើញផុសមកមុខអញ្ចឹងប្រអប់យើងអត់ទាន់មូលល្អទេអញ្ចឹងខ្ញុំអាចប្រើ 2A បន្ថែមឲ្យមើលទៅឃើញពណ៌វាបដិញគ្នាល្អហើយខ្ញុំប្រើត្រេឈរដើម្បីឲ្យមើលទៅឃើញប្រអប់នឹងវាប្រឈរអញ្ចឹងមេរៀនទី3ខ្ញុំសូមបញ្ចប់ត្រឹមនេះបើបងប្អូនមានចម្ងល់ទាក់ទងនឹងមេរៀនអាច comment នៅខាងក្រោមវីដេអូបានបើសិនជាការបង្រៀនរបស់នាងខ្ញុំមានកំហុសខុសឆ្គងកន្លែងណាមួយឬមានពាក្យពេចន៍មិនសមរម្យសូមខន្តីអភ័យទោសជួបគ្នាវីដេអូក្រោយបាយបាយ